ខ្ញុំប្រាប់ថាត្រូវស្រឡាញ់ពុកខ្មាំងសត្រូវត្រូវឲ្យពរដល់អ្នកណាដែលប្រតិចផ្ដាសាត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នាហើយត្រូវអធិដ្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញចូលស្ដាប់ចោះអ៊ីស្រាអែលអើយព្រះអង្គម្ចាស់ជាព្រះនៃយើងខ្ញុំទ្រង់ជាព្រះអង្គម្ចាស់តែមួយព្រះអង្គទ្រង់ហើយឯងត្រូវស្រឡាញ់ដល់ព្រះអង្គម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្តអស់អំពីព្រលឹងអស់អំពីគំនិតហើយអស់អំពីកម្លាំងនៃឯងនេះជាបញ្ញត្តិយ៉ាងសំខាន់ទី1ហើយបញ្ញត្តិទី2ក៏បែបដូចគ្នាដែរគឺថាត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងក្រឹតវិន័យទាំងពីរនេះធំជាងបណ្ដាក្រឹតវិន័យនឹងអស់ទាំងទំនេរហោរាទាំងប៉ុន្មានលោកគ្រូលោកមានប្រសាសន៍ត្រូវណាស់ថាហើយក្រៅពីទ្រង់គ្មានព្រះទៀតណាសោះហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្តអស់ពីប្រាជ្ញាអស់ពីព្រលឹងនិងអស់ពីកម្លាំងហើយដែលស្រឡាញ់អ្នកចិត្តខាងដូចខ្លួនឯងនោះពិសេសលើសជាងអស់ទាំងដង្វាយដុតនិងញ៉ាញ់បូជាទាំងប៉ុន្មានទៅទៀតអ្នកមិនឆ្ងាយពីនគរព្រះទេ